កុំហៅខ្ញុំថាប្អូនប្រុសតូចបន្ទាប់ពីខ្ញុំបានចូលទៅក្នុងយោក្នុងនាមជាចំណាប់ខ្មាំងរបស់ខ្ញុំបងប្អូនប្រុសតែម្នាក់គត់គឺជាសមាជិកនៃក្រុមហ៊ុន Foreign Group ឪពុករបស់ខ្ញុំគ្រាន់តែជាវងបូប៉ុណ្ណោះយីកៅអ្នកមិនគោរពព្រះមហាក្សត្រទេឈួតហើយថ្ងៃនេះខ្ញុំនឹងតស៊ូដើម្បីស្ដេចរដ្ឋមន្ត្រីក្បត់ជាតិខ្លាញ់ខ្លួនឲ្យស្លាប់ទៅព្រះមហាក្សត្រយាងមកដល់ភ្នូររបស់ព្រះបតាហើយអ្វីបានជាឪពុកដ៏ខ្វាក់របស់ខ្ញុំមកជួបផ្ទាល់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកសួរចម្លើយបូដោយខ្លួនឯងទេតើអ្នកមានការអាអន់ចិត្តអ្វីទេយីកៅខ្ញុំស្អប់ការស្ដាប់ពាក្យរបស់ឪពុកខ្ញុំណាស់ព្រះមហាក្សត្រខ្ញុំធ្លាប់មានការអាអន់ចិត្តចំពោះការសាកល្បងហ្គេមនេះចំពោះការប្រមាថមើលជីសុំនឹងទទួលទោសរបស់នាងអញ្ចឹងអ្នកពិតជាមានហេតុផលណាស់អ្នកនឹងត្រូវប្រហារជីវិតគាត់ដោយផ្ទាល់ភរិយាជាទីស្រឡាញ់របស់ខ្ញុំបានឆ្លើយតបទៅនឹងពាក្យរបស់ឪពុកខ្ញុំការធ្វើតេស្ត Thursday Game មិនបានដឹងពីដាទេលោកស្រីជីឃើញថាគាត់ល្ងងខ្លាចអ្នកបម្រើរបស់អ្នកគោរពតាមបញ្ជាយីកៅអ្នកពិតជាមនុស្សដែលខ្ញុំទុកចិត្តបំផុតកូនប្រុសរបស់ Ren ដំបងឡើយគ្រាន់តែធ្វើគាត់នឹងទទួលបានអ្វីដែលគាត់ចង់បានដើម្បីសរសើរនេះជាអ្វីដែលថ្ងៃសៅរ៍បាននិយាយអំណរនិងកំហឹងរបស់គាត់អាចសម្រាប់ឪពុករបស់គាត់វាជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើអ្នកការប្រឡង Thursday Game ការស្ដាប់អំពីការប្រឡង Thursday Game នាងមានបេះដូងដ៏ពិសេសនិងស្រស់ស្អាតអ្នកហែកបេះដូងរបស់ជនក្បត់ជាតិនេះគាត់បានចេញមករៀបចំថ្នាំដើម្បីធ្វើឲ្យស្ងប់អារម្មណ៍របស់ប្រពន្ធចុងជាទីស្រឡាញ់របស់គាត់យឺតតើអ្នកកំពុងកាន់ការបញ្ជាទិញធនាគារវិនិយោគរបស់អ្នកមែនទេខណៈពេលដែលអ្នកកំពុងនិយាយសូមប្រគល់បញ្ជីធនាគារវិនិយោគវិញយកវាចេញយឺតហើយគោរពដល់ព្រះអង្គម្ចាស់រាជទាយាទព្រះអង្គឲ្យខ្ញុំធ្វើតាមបញ្ជីរបស់បតាខ្ញុំការដឹកជញ្ជូនសាកសពចេញពីទីក្រុងតើអ្នកគិតយ៉ាងណាចំពោះការមិនឲ្យពួកគេឆ្លងកាត់យ៉ាងលឿនមិនគោរពតាមបញ្ជីរបស់ព្រះមហាក្សត្រអ្នកក្រមបង្គាប់របស់អ្នកមិនហ៊ានទេអ្នកក្រមបង្គាប់របស់អ្នកលេងភ្ញាក់ឡើងបងប្រុសឲ្យអ្នកបានរងទុក្ខហើយមានតែវិធីមួយគត់ដើម្បីសង្គ្រោះការប្រឡង Thursday Game ឥឡូវដំណោះស្រាយគឺសម្រាប់ស្ដេចភីរបស់យើងដើម្បីអនុវត្តនៅក្នុងរឿងមួយដែលជីអ្នកយងទៅតាមរៀបចំលបួងនិងលេងហ្គេមដើម្បីសាកល្បងទាំងអស់ការផ្ញើសារនេះមកអ្នកគឺជាឱកាសមួយដើម្បីឃ្លាតឆ្ងាយការទទួលបានទំនាក់ទំនង Thursday Game ទំនុកចិត្តរបស់ស្ដេចគឺល្អបំផុតអាចសាកល្បង Thursday Game ដោយផ្ទាល់បន្ទាប់មកប្រជជនអនុញ្ញាតឲ្យហ្គេមសាកល្បងកិច្ចសហប្រតិបត្តិការបើយើងចាក់ចេញទៅចុះខ្ញុំវិញខ្ញុំនឹងទៅជាមួយអ្នកទទួលខុសត្រូវក្នុងការផ្ដល់ការគាំទ្រពីខាងក្រៅសំណួរគឺរបៀបបញ្ឆោតដោយបេះដូងคล้ายខ្ញុំមានវិធីមួយដើម្បីឆ្លងកាត់ស្ដេចក្នុងជីវិតនេះក្រៅពីខ្ញុំនិងបងប្រុសរបស់ខ្ញុំគ្មានអ្នកណាដឹងពីជម្រៅនៃចិត្តរបស់គាត់ទេអរគុណសម្រាប់ការជួយសង្គ្រោះខ្ញុំនៅខាងស្ដាំការប្រឡង Thursday Game សុំទោសស្ដេចរបស់ខ្ញុំស្ដេចគឺជាស្ដេចអ្នកគឺជាអ្នកនិងខ្ញុំនៅពេលដែលបងប្រុសទី2 Chifa ស្ថិតនៅក្នុងចៅគឺសូមអរគុណចំពោះការរៀបចំការប្រឡង Thursday Game សូមអរគុណឯកឧត្តមអ្នកនិងខ្ញុំទំនងជាកំពុងជួបប្រទះការលំបាកនៅថ្ងៃនេះប្រសិនបើអ្នករត់គេចខ្លួនអាចចេញមកបានទាំងរស់នោះល្អជាសំណាងល្អមិនចាំបាច់និយាយអ្វីដែលមិនចាំបាច់ទេអ្នកគួរតែរៀបចំវាឲ្យបានរហ័សបងប្រុសឲ្យចេញទៅឥឡូវនេះចាក់ចេញពីយ៉ាវជីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសូម្បីតែពេលមកដល់ Western Cape ក៏ដោយក៏គេត្រូវតែលាក់ខ្លួនជាប្រសិនបើខ្ញុំលាក់អត្តសញ្ញាណរបស់ខ្ញុំអ្វីមួយអាចខ្ញុំមិនដែលឃើញសក់របស់អ្នកសូម្បីតែមួយសរសៃប៉ុន្តែយើងជិតស្និទ្ធណាស់ខ្ញុំបាននាំអ្នកមកទីនេះដើម្បីជួបខ្ញុំអ្នកក៏ល្អចំពោះខេវ៉ាដែរវាជារឿងសំខាន់ដែលអ្នកទាំងអស់គ្នានៅក្បែរថៃហ្វាខ្ញុំធូរស្រាលហើយអរគុណអ្នកបានប្រថុយជីវិតរបស់អ្នកដើម្បីជួយសង្គ្រោះខ្ញុំនឹងមិនភ្លេចចិត្តសប្បុរសរបស់បងប្រុសខ្ញុំឡើយទោះបីជាខ្ញុំជួបរឿងអកុសលនៅថ្ងៃនេះក៏ដោយក៏ខ្ញុំមិនដែលភ្លេចឡើយទោះបីជាមិនមែនដោយសារបងប្រុសរបស់អ្នកក៏ដោយខ្ញុំនៅតែបោះបង់ចោលគាត់បានជួយសង្គ្រោះជីវិតខ្ញុំហើយលើសពីនេះទៅទៀតគាត់ក៏បានមនុស្សជាទីស្រឡាញ់របស់អ្នកគឺនៅក្នុងលោកនេះ
ក្រៅពីព្រះមហាក្សត្រគ្មានអ្នកណាម្នាក់ផ្សេងទៀតមានវាទេសិទ្ធិរស់រានមានជីវិតនិងសេចក្តីស្លាប់វាទាំងអស់គឺអាស្រ័យលើគំនិតរបស់គាត់តែមួយនេះមិនមែនជាពិភពលោកដែលខ្ញុំចង់បានទេផ្ទះរបស់ខ្ញុំគឺមនុស្សនៅទីនោះនៅឆ្ងាយណាស់តែមិនអាចបែងចែកបានសម្ភាររវាងបុរសនិងស្ត្រីដោយមិនគិតពីឋានៈសង្គមគ្មាននរណាម្នាក់នឹងត្រូវទទួលទោសចំពោះការនិយាយខុសនោះទេបើអ្នកធ្វើខុសតែមួយដងអ្នកនឹងត្រូវទទួលទោសការសម្លាប់នឹងមិនផ្អែកលើហេតុផលមិនសមហេតុផលណាមួយឡើយមូលហេតុគឺថាគាត់ត្រូវបានហែកចេញពីបេះដូងរបស់គាត់ដើម្បីជួយសង្គ្រោះពិភពលោក